បាទជំរាបសួរពុកម៉ែបងប្អូនឥឡូវពេលនេះក៏កំណេដែរអញ្ចឹងក៏ចេញមកកំសាន្តលេងមកស្ទូចត្រីលេងខ្ញុំមកស្ទូចត្រីនេះគ្រាន់តែជាការកំសាន្តមួយទេព្រោះដោយសារតែត្រីនៅនេះវាអត់សូវស៊ីចំណីតែយើងមាននុយចលែនឬក៏នុយអីសម្រាប់បោះវាបើស៊ីនេះអញ្ចឹងវាអត់សូវស៊ីប្រហែលទេបងប្អូនតើតាកណាយើងមាននុយចលែនឬក៏នុយកង្កែបអីអញ្ចឹងมันមានត្រីទក់ឬក៏ត្រីអីធំវាស៊ីណាបាទឥឡូវបច្ចុប្បន្នពងតនេដើរវៃវីដេអូប្លុកលេងឲ្យបងប្អូនក៏ចូលមើលទស្សនាលេងអញ្ចឹងបាទហើយមួយទៀតបងប្អូនកុំភ្លេចគាំទ្រខ្ញុំមួយផងនៅក្នុង page កែវមនីសូមជួយចូល subscribe like page ហើយនឹងចូល comment នៅក្នុងខាងក្រោមផងបាទសូមអរគុណបាទហ្នឹងពេលនេះក៏ថ្ងៃរៀបចំនឹងលេចហើយអញ្ចឹងបច្ចុប្បន្ននេះយើងដើរនៅក្នុងជុំវិញសួនបន្លែហ្នឹងតើមើលអាចបេះបន្លែអីបានយកទៅញ៉ាំទៅស្លអញ្ចឹងណាហើយទេសភាពថ្ងៃលិចនេះក៏ស្អាតដែរពុកម៉ែបងប្អូនហើយបើសិនតែបានតែអ្នកជួយកាន់កាមេរ៉ាខ្ញុំមួយថតជាមួយថ្ងៃលិចនេះមិនដឹងជាស្អាតថ្នាក់ណាទេបងប្អូនខ្ញុំមករួមទស្សនាជាមួយនឹង YouTube កែវមនីរបស់ខ្ញុំបាទនេះគឺជាលទ្ធផលដែលយើងធ្វើបានផ្លែតឡាចបាទហើយបងប្អូនមិនមែនត្រឹមតែផ្លែតឡាចមួយទេយើងមានផ្លែននងផ្លែត្រប់ហើយនឹងជារុក្ខជាតិទាំងអស់ព្រោះដោយសារតែសំឡេងគឺខ្ញុំអត់មានដាក់ភ្លេងចូលដូចជាភ្លេងមុនទេព្រោះដោយសារតែវាជាប់នឹងសិទ្ធិរបស់ YouTube អញ្ចឹងវាអត់ឲ្យយើងដាក់សំឡេងភ្លេងឯចូលនៅក្នុងហ្នឹងអញ្ចឹងខ្ញុំប្រើសំឡេង original តែម្ដងដើម្បីការដែលយើងបង្ហោះឡើងហ្នឹងវាអត់មានជាប់សិទ្ធិជាមួយគេបាទបច្ចុប្បន្ននេះវាមានផ្លែច្រើនមែនតើណាបាទហើយបន្លែហើយនឹងជីគ្រប់សពមុខនេះខ្ញុំកំពុងតែគិតថាស្អែកនេះយើងនឹងស្លកកូរខ្មែររបៀបខ្មែរយើងអញ្ចឹងយើងត្រូវតែមានគ្រឿងផ្សំហ្នឹងដូចជាមានគ្រប់សពទាំងអស់អញ្ចឹងខ្ញុំនឹងបេះយកទៅធ្វើដល់ពេលហ្នឹងក៏ហើយទៅនេះដែរអញ្ចឹងក្រៅមកការងារយើងពីនេះបងប្អូនចេញមកដើរកំសាន្តលេងនៅកន្លែងកន្លែងផ្លាបន្លែដាំបន្លែស្អាតអញ្ចឹងអត់មានអីច្រើនទេគ្រាន់ឲ្យបងប្អូនមើលកិនថានៅកន្លែងនេះគឺសុទ្ធតែថ្មប៉ុន្តែគេដាំបានបន្លែដាំបានអីញ៉ាំអញ្ចឹងណាអញ្ចឹងគឺគេថាបច្ចេកទេសមួយដែលយើងពិបាកធ្វើបំផុតគឺនៅលើដីហើយនឹងលើធម្មជាតិដែលវាអត់មានសូវជីវជាតិដូចយើងនៅខាងនោះខ្មែរក្រោមអញ្ចឹងនៅនេះគេអាចធ្វើបានមានទាំងអាចគោមានទាំងដីអញ្ចឹងទឹកអីគ្រប់សពគេធ្វើបានល្អរបស់គេអញ្ចឹងមានបន្លែមានអីញ៉ាំរបស់គេបាទអរគុណបាទបាទ Hello អូនអត់ចុះវិញហើយឃើញអូនគេចង់ចុះមកសួនបន្លែអញ្ចឹងក៏ខ្ញុំលោលេងពាក្យសម្ដីអត់អីទេអូនឯងមូលស្រាប់អូនឯងខ្លាចអីទៀតហ្នឹងហើយអន្តនចាញ់ម្នេះមកអូនចូល channel មែនចាញ់នេះហ្នឹងហើយចាំឲ្យចូល channel មួយ Hello guys អូយស្អាតជាងគេនេះ Hello guys ហើយនឹងក្រុមការងាររបស់ខ្ញុំហ្នឹងពេលដែលខ្ញុំចុះទៅបេះបន្លែក៏មានពេទ្យសម្នាក់ទៅមួយសាំងគេឡើងទៅទិញទៅផ្សារនឹងគេទិញខ្ចៅមកហើយនឹងទិញលះហាដើម្បីយកមកញ៉ាំក្រោយពេលរសៀលបាយត្រង់បាយថ្ងៃរសៀលហើយបាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវបងប្អូនមើលឃើញនេះប្រហែលជាធ្លាប់ស្គាល់ពូនៅខ្មែរយើងមានច្រើនណានេះទៅនឹងនេះគឺលះអញ្ចឹងចង់ញ៉ាំជាមួយទឹកត្រីហើយនឹងលះថ្ងៃនេះក៏ខ្ញុំបានទិញបានអានេះគឺជាស្លាប់មន់ហ្នឹងហើយទិញស្លាប់មន់មកញ៉ាំនៅនេះដើម្បីយើងធ្វើវីដេអូមួយសម្រាប់ដែលការលំហែពេលដែលយើងក្រោយពីម៉ោងការងារអញ្ចឹងបងប្អូនបាទហ្នឹងហើយបងប្អូននៅមានទាំងអស់ខ្ញុំមានតែប៉ុណ្្នេះទេពូពីថ្ងៃសៀននេះទៅទិញអត់បានច្រើនទេបងប្អូនបាទនឹងហើយឥឡូវពេលនេះយើងកំពុងតែស៊ីខ្ចៅជាមួយនឹងលះហាប៉ុន្តែនៅនេះវាខុសដូចជានៅខ្ញុំនៅខាងខ្មែរក្រោមបងប្អូនបើសិនយើងញ៉ាំខ្ចៅយើងញ៉ាំជាមួយទឹកត្រីអំពិលប៉ុន្តែគេដាក់ស្លឹកគ្រៃច្រើនណាស់ដាក់ម្ទេសច្រើនណាស់ប៉ុន្តែនៅនេះគេញ៉ាំមួយតែទឹកត្រីអំពិលទេអញ្ចឹងវាដូចរសជាតិវាខ្សោះវាអត់សូវឈ្ងុយបើសិនយើងមានណែមថែមដាក់បានគល់សក្រីអូខេដល់ហើយមិនទិញទៅចូលទៅដល់នេះបងប្អូនអើយនេះគឺជាផ្លែសាម៉ៅព្រៃណាសាម៉ៅព្រៃនេះយើងជូរយើងមានអំបិលឲ្យញ៉ាំមួយអំបិលឆ្ងាញ់ណានេះ
sạch với cả hòm tung chứ này xong mà preyបាទសូមអភ័យទោសបងប្អូនព្រោះដោយសារតែពេលនេះយើងក៏ពេញញ៉ាំបាយហើយដែរប៉ុន្តែដោយសារតែបងម្នាក់នេះគាត់ទិញខ្ចៅមកហើយនឹងទិញលៀសហាមកអញ្ចឹងយើងញ៉ាំបន្តិចមកគ្រាន់តែពេលក្រោយបាយអញ្ចឹងខ្ញុំសូមញ៉ាំបន្តិចបងប្អូនកន្លែងនេះបាទបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំនេះក៏ជឿនជិតចូលមកដល់ទីបញ្ចប់ដែរប៉ុន្តែនៅក្នុងទីបញ្ចប់បងប្អូនកុំភ្លេចជួយ Subscribe channel របស់ខ្ញុំមួយកែមនីបានជួយចូល share ក៏បានជួយចូល like ក៏បានឬក៏ជួយចូល comment ក៏បានដែរបងប្អូនជួយម្នាក់មួយផងមកដែលខ្ញុំបានមកយូរអាចយើងធ្វើបន្តឬក៏មានកម្លាំងចិត្តដើម្បីយើងធ្វើវីដេអូបន្តទៀតទេចឹងណាបងប្អូនបើសិនអត់មានទេខ្ញុំធ្វើទៅដល់អត់មានអ្នកណាមើលឬក៏អត់មានអ្នកណារិះគន់អត់មានអ្នកណាជេរអញ្ចឹងទៅវីដេអូនេះខ្ញុំអត់អាចយកជាការបានទេអញ្ចឹងគឺសំខាន់ណាស់គឺសមត្ថភាពរបស់គឺសំខាន់ណាស់គឺមតិរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអាចនិយាយចេញមកកន្លែងណាដែលយើងអាចធ្វើខុសខ្ញុំនឹងកែវីដេអូនេះឲ្យបានល្អឡើងទៅមុខទៀតកុំឲ្យវាផ្លាត់ស្នៀតដូចជាវីដេអូក្រោយមុនអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនគាត់អាចចូលជួយខ្ញុំមួយអ្នកមួយក៏បានដែរមិនបាច់ច្រើនទេ share មួយហើយនឹង like មួយហើយនឹងចូល subscribe មួយបានសូមអរគុណនិងជម្រាបលាបាទសូម